ចឹងឯនេះនាំបងប្អូនមកជិះលុយផុកលេងដើម្បីធ្វើដំណើរទៅកាន់កោះតាំងសេបខំបច្ចុប្បន្នកោះនេះមានការរៀបចំសាជាថ្មីឡើងវិញឲ្យស្រស់ស្អាតដើម្បីចាំទទួលភ្ញៀវទេសចរទៅលេងកម្សាន្តនៅក្នុងរដូវប្រាំងនេះសម្រាប់ខែនេះទឹកទន្លេសេសានស្រករាងខ្លាំងទើបធ្វើឲ្យកោះនេះផុសរូបរាងឡើងខ្លាយទៅជាកន្លែងកម្សាន្តសម្រាប់អ្នកដែលចូលចិត្តលេងទឹកនិងចូលចិត្តឈៀលបែបស្ងប់ស្ងាត់កោះនេះមានចម្ងាយប្រហែល6គីឡូពីទីរួមស្រុកអណ្ដូងមាសនិងមានចម្ងាយប្រហែល60គីឡូជាងពីទីរួមខេត្តរតនគិរីវាមានទីតាំងស្ថិតនៅភូមិតាំងសេបខំស្រុកអណ្ដូងមាសខេត្តរតនគិរីមានទីតាំងសម្រាប់ងូតទឹកលេងច្រើនមែនទែនហើយក្មេងៗក៏អាចលេងដែរដោយសារតែនៅក្បែរច្រាំងមានទឹករាក់ៗហើយថ្លាថែមទៀតបើសិនជាយើងចង់ទៅឆ្ងាយគួរតែមានអាវពោងសុវត្ថិភាពឬទៅកុំឲ្យហួសដែនកំណត់សុវត្ថិភាពបច្ចុប្បន្នយុវជននៅភូមិនេះបានរៀបចំឲ្យមានកន្លែងកម្សាន្តច្រើនមែនទែនមានទាំងកន្លែងយល់ទងមានទាំងស្ពានថ្មីៗក៏ដូចជាខ្សែចងសម្រាប់សុវត្ថិភាពផងដែរអញ្ចឹងទីតាំងសម្រាប់កម្សាន្តគឺបានរៀបចំរួចរាល់ហើយនៅឡើយតែភ្ញៀវទេសចរមិនទាន់មានវត្តមានច្រើនកកនៅទីនេះឡើយទេសង្ឃឹមថាទៅមុខទៀតជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនឹងមានភ្ញៀវទេសចរមកលេងកោះនេះឲ្យកាន់តែច្រើននិងជួយថែរក្សាអនាម័យឲ្យនៅតែល្អដដែលព្រោះយើងឃើញនៅលើកោះនេះឥឡូវគឺមានធុងសម្រាមច្រើននិងរៀបចំឲ្យមានបន្ទប់ទឹកអនាម័យថែមទៀតផងអញ្ចឹងយើងគួរចូលរួមទាំងអស់គ្នាដើម្បីថែរក្សាអនាម័យបរិស្ថានរមណីយដ្ឋានធម្មជាតិរបស់យើងកុំឲ្យជនបរទេសដៀលយើងថាខ្មែរយើងអត់ចេះចោលសម្រាមនៅក្នុងធុងសម្រាមយើងដើរចូលមកជ្រៅបន្តិចទៀតក៏មានកន្លែងស្អាតៗច្រើនដែរនៅទីកន្លែងនេះមានទាំងកន្លែងថតរូបក៏ដូចជាកន្លែងលេងទឹកបែបដូចគ្នាហើយបើទោះបីជាមេកំពុងក្តៅប៉ុណ្ណាក៏ដោយក៏ទីកន្លែងនេះនឹងផ្ដល់ជាម្លប់ដ៏ត្រជាក់អនុញ្ញាតឲ្យយើងលេងកម្សាន្តនៅក្រោមម្លប់ដើមឈើនេះបានដោយភាពរីករាយកោះនេះត្រូវបានអ្នកភូមិទីនេះហៅថាកោះតាំងសេបខំដោយសារតែវាស្ថិតនៅតាំងសេបខំទឹកដីខុំញ៉ាងហើយកោះនេះជាផ្នែកមួយនៃដីដែលបានផុសឡើងនៅក្នុងរដូវប្រាំងដែលស្ថិតនៅក្នុងទឹកទន្លេសេសានដែលភ្ញៀវទេសចរអាចទៅលេងកម្សាន្តបានតែនៅក្នុងរដូវប្រាំងនេះតែប៉ុណ្ណោះសម្រាប់ខែវស្សាទឹកធំចូលជន់ខ្លាំងទឹកហូរចូលពេញទន្លេកោះនេះក៏បាត់វត្តមានផងដែរសម្រាប់ផ្លូវធ្វើដំណើរទៅកាន់កោះតាំងសេបខំនេះគឺមានលក្ខណៈងាយស្រួលទេចេញពីទីរួមស្រុកប៉ុន្តែនៅពេលដែលយើងទៅជិតដល់ទីតាំងគឺមានតំបន់ខ្លះមានកន្លុកជ្រៅជាហេតុធ្វើឲ្យមានទឹកដក់ហើយក៏បង្កើតជាឱកាសសម្រាប់បងប្អូនជិះម៉ូតូលុយផុកយ៉ាងសប្បាយតែសូមបញ្ជាក់ផងដែរថាកន្លែងកម្សាន្តនេះមិនអាចយករថយន្តតូចៗចូលទៅបានទេដោយសារស្ថានភាពផ្លូវពេលជិតទៅដល់រមណីយដ្ឋានគឺមានភាពលំបាកតែបើរថយន្តប្រភេទ pick up ឬ off road ប្រកាសជាអាចចូលទៅបានអញ្ចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការតាមដានទស្សនាដល់ចប់កុំភ្លេចចុច like ចុច follow ហើយនិង share វីដេអូរបស់ខ្ញុំម្នាក់មួយផងអរគុណជម្រាបលាជួបគ្នាវីដេអូក្រោយ